ផ្អើលពិភពលោកអ៊ីរ៉ង់ព្រមមានបិទច្រកប្រេងមិនឲ្យសល់មួយដំណក់បើអាមេរិកនិងសម្ព័ន្ធមិត្តហ៊ានបើកការវាយប្រហារសេដ្ឋកិច្ចតានតឹងខ្លាំងហើយអ៊ីរ៉ង់បានចេញមុខប្រមានយ៉ាងក្តៅកគុកនិងមើងម៉ាត់ថាខ្លួននឹងបិទច្រកផ្លូវដឹកជញ្ជូនប្រេងទាំងអស់នៅតំបន់ឈូងសមុទ្រពាក់និងច្រកសមុទ្រហូមូសដោយមិនឲ្យមានការនាំចេញប្រេងសូម្បីតែមួយដំណក់ឡើយប្រសិនបើបណ្ដាប្រទេសជិតខាងហ៊ានចូលរួមដៃជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមសេដ្ឋកិច្ចនេះយោងតាមប្រភពពីព័ត៌មាន RT មូសេនរេស៊ីប្រធានក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់បានថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិអាយរ៉ាប់ថាចាត់ទុកជាសត្រូវចំពោះប្រទេសណាដែលជួយជ្រោមជ្រែងអាមេរិកនិងត្រូវអ៊ីរ៉ង់ចាត់ទុកជាសត្រូវមិនត្រឹមតែបិទច្រកសមុទ្រហូមូសទេអ៊ីរ៉ង់នឹងតាមវាយប្រហារគ្រប់ផ្លូវដឹកជញ្ជូនប្រេងចេញពីតំបន់ឈូងសមុទ្រទាំងអស់ព្រមមានត្រង់ទៅដូណាល់ត្រាំលោករេស៊ីបានគម្រាមថាបើប្រធានាធិបតីសហរដ្ឋអាមេរិកហ៊ានធ្វើសកម្មភាពណាមួយនោះអ៊ីរ៉ង់នឹងសងសឹកវិញយ៉ាងធ្ងន់ធ្ងរប្រៀបដូចគ្រោះរំជួយដីយ៉ាងនោះដែរ